មនុស្សខ្លះនៅពេលដែលយើងសេពគប់ឬក៏រស់នៅជាមួយយើងតែងតែគោរពឲ្យតម្លៃយកចិត្តទុកដាក់មើលថែទាំគេបែរជាគិតថាយើងនឹងជាមនុស្សអន់ខ្វះគេអត់បានហើយគេនឹងជាមនុស្សអស្ចារ្យល្អគ្រប់យ៉ាងគ្រប់10ហើយដល់ពេលយើងអស់ចិត្តយើងលែងល្វីល្វល់លែងអើពើបែរជាគិតថាយើងនឹងប្រែប្រួលចិត្តអីចឹងទៅថងកំហុសខ្លួនឯងគឺមើលអត់ឃើញមនុស្សយើងក្នុងការរស់នៅជាមួយគ្នាត្រូវតែបំពេញឲ្យគ្នាមិនថាទំនាក់ទំនងប្តីប្រពន្ធឬក៏មិត្តភ័ក្តិបងប្អូនទេគឺតែងតែមានទៅមានមកយើងធ្វើល្អគោរពឲ្យតម្លៃគេក៏គោរពឲ្យតម្លៃយើងដែរហើយបើសិនជាភាគីម្ខាងគោរពឲ្យតម្លៃធ្វើល្អគ្រប់ពេលហើយយើងខ្លួនឯងនឹងតាំងថាខ្លួនឯងនឹងអស្ចារ្យវិសេសវិសាលមិនដែលមើលឃើញតម្លៃគេអានោះតំណែងតំណងនឹងអត់បាននៅយូរអង្វែងទេមិនថាប្តីប្រពន្ធមិត្តភ័ក្តិបងប្អូនទេអញ្ចឹងរៀនបំពេញឲ្យគ្នាទៅវិញទៅមករៀនស្គាល់តម្លៃរវាងគ្នានឹងគ្នាទៅតំណែងតំណងនោះបានសិតថេរដូចនេះសូមរក្សាចំណងទំនាក់ទំនងរវាងប្តីប្រពន្ធមិត្តភ័ក្តិបងប្អូនដែលជាមនុស្សល្អនោះឲ្យបានយូរណាជៀសវាងប៉ះទង្គិចផ្លូវចិត្តផ្លូវអារម្មណ៍យូរទៅធ្វើឲ្យមានការបែកបាក់ប្រេះឆាបីដូចជាចានអញ្ចឹងកាលណាទង្គិចយូរទៅវាប្រេះស្រាំហើយប្រេះស្រាំយូរទៅវាបែកហើយបើយើងយកបំណែកនោះមកផ្គុំឡើងវិញអ្វីៗវាមិនល្អដូចដើមទេសូមរស់នៅជាមួយមនុស្សដែលឲ្យតម្លៃយើងនិងថែរក្សាមនុស្សល្អនៅជុំវិញយើងនឹងឲ្យបានសុខសប្បាយរស់នៅជាមួយគ្នាព្រោះយើងម្នាក់នេះអាយុច្រើនហើយក៏យើងមិនដឹងថាយើងអាចរស់នៅជាមួយគ្នានឹងបានប្រហែលឆ្នាំទៅមុខទៀតដែរចារៀនរស់នៅដោយសេចក្តីល្អជាមួយមនុស្សដែលធ្វើល្អជាមួយយើងឲ្យបានច្រើនកុំឲ្យបាត់បង់ហើយមានការស្ដាយក្រោយមានវិប្បដិសារី